ខេត្តទាំង10ដែលសម្បូរប្រាសាទបុរាណជាងគេនៅកម្ពុជាមានប្រាសាទបុរាណស្ទើរគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញមណ្ឌលគិរីកែបដែលមិនមានប្រាសាទបុរាណយោងតាមបញ្ជីស្ថានីយ៍បុរាណនៅប្រទេសកម្ពុជាឆ្នាំ2010ខេត្តសៀមរាបជាខេត្តដែលសម្បូរសំណង់ប្រាសាទបុរាណជាងគេខេត្តសៀមរាបជាប់លំដាប់ទី1ដែលប្រាសាទបុរាណនៅសល់រូបរាងចំនួន220និងប្រាសាទបែកបាក់សល់គ្រឹះចំនួន148ប្រាសាទបុរាណដែលទាក់ទាញទេសចរជាងគេគឺប្រាសាទស្ថិតនៅក្នុងរមណីយដ្ឋានអង្គរដូចជាប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទតាព្រហ្មប្រាសាទភ្នំបាខែងនិងប្រាសាទបាពួនរួមជាមួយនឹងប្រាសាទជាច្រើនផ្សេងទៀតចំពោះខេត្តដែលមានប្រាសាទច្រើនលំដាប់ទី2គឺខេត្តព្រះវិហារខេត្តនេះមានប្រាសាទដែលនៅមានរូបរាងចំនួន178និងប្រាសាទបែកបាក់សល់គ្រឹះចំនួន37ក្រៅពីប្រាសាទព្រះវិហារត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី7កក្កដាឆ្នាំ2008ក្នុងខេត្តព្រះវិហារក៏មានប្រាសាទដទៃទៀតដែលទាក់ទាញភ្ញៀវទេសចរដូចជាប្រាសាទកោះកេរប្រាសាទបាកានឬប្រាសាទព្រះខ័នកំពង់ស្វាយប្រាសាទព្រះដំរីប្រាសាទមេបុណ្យប្រាសាទជាន់ស្រាំនិងប្រាសាទផ្សេងទៀតខេត្តដែលជាប់លំដាប់ថ្នាក់លេខ3ដែលមានប្រាសាទច្រើនជាងគេដែរនោះគឺខេត្តបន្ទាយមានជ័យខេត្តនេះមានប្រាសាទដែលនៅសល់រូបរាងចំនួន41និងប្រាសាទបែកបាក់សល់គ្រឹះចំនួន61នៅខេត្តបន្ទាយមានជ័យប្រាសាទដែលទាក់ទាញទេសចរជាងគេមានដូចជាប្រាសាទបន្ទាយឆ្មារប្រាសាទបន្ទាយទ័ពប្រាសាទតាព្រហ្មប្រាសាទសំណាងតាសុកប្រាសាទយាយជូនិងប្រាសាទជាច្រើនផ្សេងទៀតបន្ទាប់ពីខេត្តបន្ទាយមានជ័យគឺខេត្តកំពង់ធំឈរនៅលំដាប់ទី4ដោយមានប្រាសាទមានរូបរាងចំនួន46និងប្រាសាទបែកបាក់សល់គ្រឹះចំនួន51និយាយដល់ប្រាសាទបុរាណនៅខេត្តកំពង់ធំយើងនឹងនឹកឃើញដល់រមណីយដ្ឋានសម្បូរព្រៃគុកដែលសម្បូរទៅដោយប្រាសាទបុរាណដោយខ្លះសល់រូបរាងឯខ្លះទៀតនៅសល់សំណល់គ្រឹះនិងខ្លះទៀតបាត់បង់រូបរាងទាំងស្រុងរួមនឹងព្រៃឈើធំធំប្រាសាទទាំងនោះត្រូវបានគេបែងចែកជា3ក្រុមធំធំរួមមានប្រាសាទសម្បូរក្រុមប្រាសាទតោនិងក្រុមប្រាសាទយាយព័ន្ធខេត្តឧត្តរមានជ័យជាប់លំដាប់ទី5ដោយមានប្រាសាទបុរាណមានរូបរាងចំនួន29និងប្រាសាទបែកបាក់សល់គ្រឹះចំនួន18ក្នុងខេត្តឧត្តរមានជ័យប្រាសាទតាមាន់និងប្រាសាទតាក្របីជាប្រាសាទពីរដែលទាក់ទាញទេសចរនិងស្ថិតនៅជួរភ្នំដងរែកចំណែកប្រាសាទតាក្របីជាប្រាសាទជាប់នឹងព្រំដែនកម្ពុជាថៃដោយឡែកខេត្តកំពង់ចាមឈរនៅលំដាប់ថ្នាក់លេខ6មានប្រាសាទមានរូបរាងចំនួន26និងប្រាសាទបែកបាក់សល់គ្រឹះចំនួន14ប្រាសាទនគរបាលជារមណីយដ្ឋានទេសចរវប្បធម៌មួយនៅខេត្តកំពង់ចាមដែលទាក់ទាញភ្ញៀវទេសចរជាងគេដោយបន្សល់នៅរូបរាងគួរសមប្រាសាទនេះត្រូវបានដូនតាខ្មែរកសាងអំពីថ្មបាយក្រៀមនិងថ្មភក់នាសតវត្សទី12រាជព្រះបាទជ័យវរ្ម័នទី7ឯខេត្តតាកែវឈរនៅលំដាប់ថ្នាក់លេខ7ដែលមានប្រាសាទសល់រូបរាងចំនួន16និងប្រាសាទបាក់បែកសល់គ្រឹះចំនួន6ក្រៅពីទេសចរធម្មជាតិប្រាសាទបុរាណ
ក៏ទាក់ទាញទេសចរផងដែរក្នុងចំណោមប្រាសាទទាំងអស់មានប្រាសាទចំនួន4ដែលត្រូវបានសាងសង់លើភ្នំដូចជាប្រាសាទភ្នំជីសូប្រាសាទបាយ៉ង់ប្រាសាទភ្នំដានិងប្រាសាទភ្នំតាម៉ៅចំណែកខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ8ដោយមានប្រាសាទមានរូបរាងចំនួន5និងប្រាសាទបែកបាក់សល់គ្រឹះចំនួន16ប្រាសាទទាំង5ដែលនៅមានរូបរាងដូចជាប្រាសាទបាណន់ប្រាសាទស្នឹងខាងលិចប្រាសាទស្នឹងខាងកើតប្រាសាទឯកភ្នំនិងប្រាសាទបាសែតខេត្តកំពង់ឆ្នាំងវិញស្ថិតនៅលំដាប់ថ្នាក់ទី9ដែលមានប្រាសាទបុរាណមានរូបរាងចំនួន7និងប្រាសាទបាក់បែកសល់គ្រឹះចំនួន2ប្រាសាទដែលនៅសល់រូបរាងទាំងនោះរួមមានប្រាសាទកំពង់ព្រះប្រាសាទពនរាយប្រាសាទប្រុសឬប្រាសាទសាក់ឡប្រាសាទស្រីប្រាសាទថ្នមប្តីប្រាសាទព្រះធាតុនិងប្រាសាទតូចខេត្តកំពតឈរនៅលំដាប់ថ្នាក់ទី10ដោយមានប្រាសាទបុរាណមានរូបរាងចំនួន4និងប្រាសាទបែកបាក់សល់គ្រឹះចំនួន1ប្រាសាទដែលនៅមានរូបរាងទាំង4នោះរួមមានប្រាសាទភ្នំប្រាសាទខណៈប្រាសាទ3ត្រូវបានសាងសង់ក្នុងរូងភ្នំមានដូចជាប្រាសាទភ្នំខ្យងប្រាសាទគុហាព្រះឬប្រាសាទភ្នំទទុងនិងប្រាសាទភ្នំឈ្ងោកគួរបញ្ជាក់ផងដែរថាបញ្ជីរីនាមប្រាសាទទាំងអស់នេះប្រាសាទខ្លះអាចនឹងទ្រុឌទ្រោមជាងមុននិងបែកបាក់ជាបន្តបន្ទាប់ដោយសារតែភាពចំណាស់និងអាកាសធាតុបើយើងគិតមកទាល់នឹងបច្ចុប្បន្ននេះសូមអរគុណ